សួស្តីបងប្អូនទាំងគ្នាសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំសូមណែនាំអំពីឈុតក្បាលបាញ់ថ្នាំកសិកម្មម៉ាកនេះក៏ថិចដែលយើងមានច្រើនຂະຫນាតច្រើនជម្រើសងាយស្រួលដល់បងប្អូនជ្រើសរើសតែក្នុងនោះផងដែរគឺយើងមានຂະຫນាតចាប់ពីຂະຫນាត30ຂະຫນាត45ຂະຫນាត30និង45នេះគឺយើងមានប្រភេទធម្មតាហើយនិងប្រភេទអូតូຂະຫນាត 46A ជាប្រភេទក្បាលបាញ់ថ្នាំប៊ីស្តុងសេរ៉ាមិកຂະຫນាត65ហើយនឹងຂະຫນាត134និង138ដែលជាຂະຫນាតធំជាងគេហើយថ្ងៃនេះយើងនឹងធ្វើការដំឡើងជាមួយនឹងឈុតម៉ាស៊ីននីកាទិករបស់យើងដើម្បីធ្វើការតេស្តទៅលើប្រភេទក្បាលបាញ់ថ្នាំកសិកម្មលេខ65និងប្រភេទក្បាលបាញ់ថ្នាំកសិកម្មលេខ46ប្រភេទក្បាលប៊ីស្តុងសេរ៉ាមិកដូច្នេះហើយសម្រាប់ក្បាលបាញ់ថ្នាំម៉ាកនេះគេថាសិតសឹងតែជាប្រភេទផលិតផលដែលមានគុណភាពខ្ពស់កម្លាំងខ្លាំងបាញ់បានចម្ងាយឆ្ងាយជាពិសេសគឺយើងមានច្រើនຂະຫນាតច្រើនជម្រើសងាយស្រួលដល់បងប្អូនជ្រើសរើសសម្រាប់ចការតូចធំគឺយើងអាចប្រើប្រាស់បានទាំងអស់ហើយអ្វីដែលកាន់ពិសេសនោះគឺយើងអាចដំឡើងបានមិនថាជាមួយនឹងម៉ាស៊ីនឬក៏ម៉ូទ័រនោះទេ